ឆ្លើយនឹងសំណួររបស់បងស្រីដែលគាត់បានសួរថាគាត់បានហូបថ្នាំព្យាបាលជំងឺនៅមន្ទីរពេទ្យមួយកន្លែងរយៈពេល6 ខែហើយក៏ឈប់លេបថ្នាំប្រហែលជា6-7 ខែហើយប៉ុន្តែអាការៈរបស់គាត់នឹងបានត្រឡប់មកវិញតើអានឹងជាការលបជំងឺមែនដែរឬអត់អានឹងជាការលបនៃជំងឺហើយដោយសារតែវីដេអូដែលគាត់ comment ហ្នឹងជាវីដេអូដែលនិយាយទាក់ទងមួយជំងឺបាក់ទឹកចិត្តអញ្ចឹងជាទូទៅជំងឺបាក់ទឹកចិត្តអាចចាយពេលព្យាបាលចន្លោះពេល6 ទៅ 9 ខែហើយយើងអាចបញ្ចប់ថ្នាំបានហើយប៉ុន្តែជាទូទៅការបញ្ចប់ថ្នាំសម្រាប់អ្នកជំងឺដែលគាត់មានបញ្ហាជំងឺបាក់ទឹកចិត្តគឺអាចបញ្ចប់បាននៅពេលដែលគាត់ធូរស្បើយពីជំងឺហើយគាត់ត្រូវតថ្នាំរយៈពេលពី4 ទៅ 6 ខែទៀតដើម្បីកាត់បន្ថយហានិភ័យនៃការលបជំងឺនិងឲ្យអាការៈជំងឺនឹងឲ្យបាត់ទៅទាំងស្រុងមិនមែនបានន័យថាហូបថ្នាំនឹងទៅចាប់ពីដំបូងរហូតដល់6 ខែគាត់ឈប់ហ្មងទេយើងគិតមើលបើសិនជាយើងហូបថ្នាំនឹង6 ខែមែនប៉ុន្តែអាការៈរុកនៅតែមានតទៀតយើងឈប់ទៅជំងឺនឹងលបមកវិញតាហ្នឹងអញ្ចឹងវាអត់ជោគជ័យក្នុងការព្យាបាលទេទី2យើងមើលតែទៅមួយថ្នាំព្យាបាលដែលយើងប្រើប្រាស់តើថ្នាំនឹងជាថ្នាំព្យាបាលមែនអត់ឬក៏ត្រឹមថ្នាំតែឲ្យគេងទេបើថ្នាំឲ្យគេងទេថ្នាំនឹងបានធ្វើឲ្យជំងឺនឹងថឹងប៉ុន្តែជំងឺនឹងអត់ជាទេអញ្ចឹងនៅពេលដែលគាត់ហូបបាន6 ខែក៏ដោយនៅពេលដែលគាត់ឈប់ថ្នាំនឹងជំងឺគាត់អាចនឹងលបមកវិញហើយខែពេលហ្នឹងទៀតមានកត្តាមួយចំនួនដែលធ្វើឲ្យជំងឺនឹងលបដូចជាបរិយាកាសនៃការរស់នៅចំនួនក្នុងគ្រួសារបញ្ហាហិរញ្ញវត្ថុបញ្ហានៅកន្លែងការងារក៏អាចធ្វើឲ្យជំងឺនឹងលបមកវិញដែរហើយមួយទៀតរយៈពេលដែលគាត់ឈឺពេលខ្លះគាត់ឈឺយូរជាង2 ឆ្នាំអញ្ចឹងការថែទាំជំងឺបន្ទាប់ពីគាត់ធូរស្បើយហើយអាចចន្លោះពេល1 ឆ្នាំទៅ 3 ឆ្នាំអាស្រ័យលើសភាពជំងឺរបស់គាត់ជាក់ស្ដែងមិនបានន័យថាគាត់មានជំងឺបាក់ទឹកចិត្តការថែទាំគាត់នឹងទៅ4 ទៅ 6 ខែទាំងអស់គ្នាទេអ្នកខ្លះត្រូវការចាយពេលយូរជាងនឹងអាស្រ័យលើរយៈពេលដែលគាត់ឈឺជំងឺហ្នឹងអញ្ចឹងបើលបអត់គួរទុកយូរទេត្រឡប់មកព្យាបាលឡើងវិញហើយប្រភេទថ្នាំព្យាបាលដល់កម្រិតនិងតាមដានជំងឺនឹងបានជាប់លាប់ដើម្បីឲ្យប្រកាសចិត្តថាជំងឺនឹងបានជាសះស្បើយហើយបានថែទាំឲ្យបានគ្រប់គ្រាន់មុននឹងសម្រេចចិត្តថាបញ្ចប់ថ្នាំបញ្ចប់ការព្យាបាលអរគុណ